របៀបទាញយកនិងដំឡើងពុម្ពអក្សរខ្មែរដែលលើទូរស័ព្ទដៃរបស់យើងដោយងាយៗអ្នកនរគ្នាអាចមើលវីដេអូនេះបានជាដំបូងអ្នកនរគ្នាចូលទៅកាន់ Google ដើម្បី search ពាក្យពុនខ្មែរអញ្ចឹងយើងរើស website មួយដែលយើងត្រូវការ download file យកមកប្រើអញ្ចឹងកន្លែងនេះយើងរើសមកបាទអ្នកនរគ្នាអូសមកក្រោមបាទឃើញពាក្យថាទាញយកកន្លែងនេះបាទដល់ពេលដែលយើងទាញយកហើយអ្នកនរគ្នាចូលទៅកាន់កន្លែង My File របស់យើងរកពាក្យ download ទៅមកទៀតអ្នកនរគ្នាចូលមកកាន់កន្លែង move កន្លែងនេះទៅកាន់ folder ថ្មីអញ្ចឹងយើងបង្កើត folder មួយមកបាទយើងដាក់ folder ដូចយើងដាក់ថាពុនខ្មែរដើម្បីយើងស្រួលចាំបាទអូខេចុចអូខេមកចុច move មកវានឹងទៅហើយបាទអញ្ចឹងដល់ពេលវាទៅហើយយើងចូលមកកាន់ file យើងភាសាទៀតហើយយើងរើសពាក្យfolder ដែលយើងបានបង្កើតមិញបាទពុនខ្មែរមកហើយយើងចុចទៅលើវានឹង extract file នឹងចេញជា folder មួយទៀតបាទអូខេអញ្ចឹងដល់ពេលវាចេញហើយអ្នកនរគ្នាចុចបិទវាមកហើយចូលកម្មវិធីណាដែលយើងចង់កាត់តឬគឺយើងចង់ដាក់ font ចូលអញ្ចឹងបងប្អូនចូលមកកាន់កន្លែងនេះបាទជាងវាយអក្សរខ្មែរមកអូខេអញ្ចឹងយើងទៅរើស font ដើម្បីកែប្រែអក្សរហ្នឹងទៅជាអក្សរឆ្លាក់បាទអញ្ចឹងកន្លែង my font អញ្ចឹងកន្លែងនេះយើងទៅ add font មកបាទ add font ដែលយើងបាន extract file ក្នុងកន្លែង font ខ្មែរមកវារើពាក្យ font ខ្មែរមកបាទនេះអញ្ចឹងចុច color គេអ្នកនរគ្នាសកត់ U មកយើង select all មកយើងចុច select ភាសាទៀតចាំបន្តិចអូខេវានឹងរត់ចូលក្នុងកម្មវិធីតែម្ដងបាទអញ្ចឹង font នៅក្នុងនេះទាំងអស់គឺចំនួន258 font ចុះសម្រាប់បងប្អូនដែលស្រឡាញ់ font មួយណាបងប្អូនរើស font មួយហ្នឹងទៅបាទអញ្ចឹងវាមានច្រើននៅក្នុងនេះបាទអូខេបើពេញចិត្តវីដេអូនេះកុំភ្លេចចុច follow ម្នាក់មួយផង